Tôi thấy rằngសម្រាប់វីដេអូនេះដែរខ្ញុំចង់ធ្វើការចែករំលែកទី1គឺតកតនឹងកម្រិតនៃការវាស់វែងការរំជួយដីទី2គឺតកតនឹងការផលប៉ះពាល់ហើយទី3តកតនឹងបច្ចេកវិទ្យាក្នុងការសាងសង់គម្រោងខ្ពស់ដើម្បីកាត់បន្ថយហានិភ័យនៅពេលដែលមានគ្រោះរំជួយដីកើតឡើងសម្រាប់កម្រិតនៃការវាស់វែងការរំជួយដីនេះផងដែរត្រូវគិតជា Richter ដែលត្រូវបានរកឃើញដោយលោក Charles Francis Richter លោកគឺជាជនជាតិអាមេរិកបានរកឃើញនៅក្នុងឆ្នាំ1135លោកគឺជាអ្នកឯកទេសខាងរំជួយដីព្រមទាំងរូបវិទូផងដែររហូតមកដល់ពេលនេះនៅលើផែនដីយើងមានការរំជួយដីមានកម្រិតពី1រហូតដល់ 9.5 ដែលបានកើតឡើងនៅប្រទេសស៊ីលីនៅក្នុងឆ្នាំ1960ក៏មានប្រទេសដទៃទៀតដែរដែលបានរងគ្រោះដោយគ្រោះរំជួយដីនេះមានដូចជារដ្ឋអាឡាស្កាសហរដ្ឋអាមេរិកមានកម្រិតដល់ទៅ 9.2 កើតឡើងនៅក្នុងឆ្នាំ1964មានដូចជានៅស៊ូម៉ាត្រានៅប្រទេសឥណ្ឌូនេស៊ីមានកម្រិតរហូតដល់ទៅ 9.1 រហូតដល់ 9.3 និងនៅប្រទេសជប៉ុននៅក្នុងឆ្នាំ2001មាន 9 ចុចនិងប្រទេសរុស្ស៊ីផងដែរដែលបានកើតឡើងក្នុងឆ្នាំ1952មានកម្រិតដល់ 9 ចុចអញ្ចឹងសម្រាប់គ្រោះរំជួយដីនេះវាមានផលប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងមនុស្សជាតិផងដែរសម្រាប់ឯកទេសក្នុងការសាងសង់គ្រឹះបង្គំដើម្បីទប់ទល់ឬក៏កាត់បន្ថយគ្រោះមហន្តរាយនៅពេលដែលមានគ្រោះរំជួយដីណាយើងអាចប្រើជា base isolation system shear wall ឬក៏ bracing system មួយទៀតគឺតាក់ទងនឹង damping system ជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានវីដេអូនេះផងដែរបើសិនបើបងប្អូនមានចំណេះដឹងបន្ថែមតាក់ទងនឹងការរំជួយដីនេះអាច comment នៅក្នុងវីដេអូនេះអរគុណច្រើន